យកបន្តមើលលំហាត់លេខ6ដល់លំហាត់លេខ10នៅទំព័រទី29ដដែលនៅក្នុងសៀវភៅ3ប៉ុន្តែលំហាត់លេខ6គេដាក់ when Chin was making bats she something something a lamb លំហាត់នេះស្តៀងលំហាត់ចេញបាក់ដប់ដែរបាក់ដប់គឺធ្លាប់ចេញលំហាត់អញ្ចឹងដែរអញ្ចឹងយើងមើលនៅក្នុងនេះមាន keyword មួយគឺអតីតកាល was នេះជាទម្រង់ continuous be verb ing អញ្ចឹងដោយសារតែ be របស់យើងនេះជាអតីតកាលនេះ was ជាអតីតកាលរបស់ is អញ្ចឹងអាហ្នឹងគឺ past ហើយសកម្មភាពហ្នឹងគឺជាអតីតកាលអញ្ចឹងយើងមើលសកម្មភាពណាជាអតីតកាលខ្លះនៅចម្លើយ A មានអតីតកាលអី break គឺជា verb ដើម was breaking បាទអានេះអតីតកាលអូខេ broken មានអតីតកាលអីជា verb past participle ដែលយើងហៅថា verb 3 verb 3ជាទូទៅនៅក្នុងរូបរាង perfect បានវាឈរនៅនឹងបានហើយរូបរាង passive អញ្ចឹងរូបរាងនេះរូបរាងគេនេះ subject verb 3អត់មានទេទម្រង់ simple អត់មានទេអញ្ចឹងចំណុច C ហ្នឹងគឺខុសដូចគ្នាបើសិនជាកន្លែងនេះមានhad អីចឹងណាបាទឬក៏ was អីចឹងទៅបាទទម្រង់ហ្នឹងអាចដាក់បានអូខេអញ្ចឹងនៅសល់ចំណុចមួយគឺចំណុច D verb នេះគេហៅថា verb to នេះ verb past អូខេ verb past របស់ break broke broken បាទលំហាត់នេះនៅក្នុងមេរៀន past continuous ដែល past simple interrupt past continuous ចាំមានថាសកម្មភាពនេះកំពុងតែមានដំណើរការស្រាប់តែមានសកម្មភាពមួយទៀតកើតចំពេលសកម្មភាពមួយនេះកំពុងតែកើតឡើងបាទយើងអាចឧទាហរណ៍ថាពេលដែលជីនគាត់កំពុងតែរៀបចំខេហ្នឹងស្រាប់តែវាបែកពូលអញ្ចឹងទៅហើយចាសកម្មភាពបែកពូលហ្នឹងវាកើតក្នុងពេលចំពេលមួយគេហៅថា interrupt ហើយសកម្មភាពមួយនេះបាទលំហាត់លេខ7គេថា grandfather fell off the chair when he something a light bulb បាទនេះអតីតកាល fell ជាអតីតកាលរបស់ fall អូខេអញ្ចឹងកន្លែងហ្នឹងគឺជា keyword មួយដែរគឺជា past មានថាសកម្មភាពណាអតីតកាលហើយអញ្ចឹងយើងមើលចម្លើយ A គឺអតីតកាល B នេះមានអតីតកាលហើយចម្លើយ B changes time អីចឹងគឺverb present ហើយដោយសារតែប្រធានយើង he បានគេ time s បាទហើយ ed ជា verb អតីតកាល verb past subject verb គេហៅថា regular verb ចម្លើយ D អត់មានទម្រង់ទេបាទអញ្ចឹងចម្លើយ2នេះគឺខុសអានេះខុសកាលអានេះខុសទម្រង់អត់មានទម្រង់ subject verb ing ទេបាទអញ្ចឹង verb ing មានទម្រង់នេះ was changing បាទអាហ្នឹងគឺ past continuous ហើយដល់ពេល change ជា past simple អញ្ចឹងកន្លែងនេះយើងយកចម្លើយ past continuous ហេតុអីបានយើងយក past continuous ដោយសារតែសកម្មភាពនេះfell off នេះគាត់ដួលគាត់ជន់លើកអីហើយគាត់ធ្លាក់លើកអីហ្នឹងជាសកម្មភាព interrupt សកម្មភាពនេះមានថាពេលហ្នឹងពេលដែលគាត់ដួលហ្នឹងគឺគាត់កំពុងតែដូរអំពូលបាទដូរអំពូលភ្លើងហើយបើសិនយើងយកចម្លើយ C អត់ត្រូវទេចម្លើយ C តើសកម្មភាពនេះកើតមុនតមកបើមានសកម្មភាពមួយនេះកើតមកក្រោយគេហៅថា series action នៅក្នុងសកម្មភាពនៅក្នុង event មួយក្នុងសាច់រឿងមួយនៅអតីតកាល1 2 3 4នេះចឹងទៅអូខេដូចទីថាដូចម្សិលមិញពេលខ្ញុំទៅដល់ផ្ទះខ្ញុំមួយទឹកហើយខ្ញុំទៅញ៉ាំបាយហើយធ្វើលំហាត់អីចឹងទៅអញ្ចឹងជាសកម្មភាព series បែបហ្នឹងគឺទៅយើងប្រើ past simple និង past simple អញ្ចឹងមិនមែនន័យថាគាត់ដួលហើយបានគាត់ទៅដូរអំពូលអីអាហ្នឹងអត់ត្រូវទេបាទហើយក៏មានថាគាត់ដូរអំពូលហើយបានគាត់ដួលទេគឺមានថាកំពុងតែដូរអំពូលហ្នឹងបានគាត់ដួលហ្នឹងបាទហើយលំហាត់លេខ8គឺថា my son always very hard when he has an exam នៅក្នុងនេះមាន keyword 2គឺ always ហើយនឹងhas
គឺជា present verb ហ្នឹងគឺ present ប្រធាននេះ he ចឹងគេប្រាប់មួយ has គឺ verb present មានថាសកម្មភាពហ្នឹងគឺបច្ចុប្បន្នហើយហើយ always គឺជា adverb មួយយ៉ាងគេឲ្យឈ្មោះថា adverb of frequency គឺវាបង្ហាញពីភាពញឹកញាប់របស់ប្រធានថាប្រធានហ្នឹងធ្វើសកម្មភាពហ្នឹងញឹកញាប់ប៉ុណ្ណាហើយវានៅក្នុងមេរៀន present simple យើងនិយាយពី habit ជាសកម្មភាពទម្លាប់របស់ប្រធានអញ្ចឹង present simple ចម្លើយរបស់វាគឺ subject verb របស់យើងមួយណាគឺចម្លើយ C នេះហើយđâyបានជាចម្លើយ A នេះខុសដោយសារចម្លើយ A នេះទម្រង់ be going to គឺគេប្រើបានសម្រាប់គម្រោងឬក៏អីដែលហៀបនឹងកើតបាទហើយចម្លើយ B នេះគឺ be verb ing continuous តទៅសកម្មភាពនឹងកំពុងតែកើតបាទហើយចម្លើយ D នេះខុសដោយសារតែខុស grammar my son គឺស្មើនឹង he អញ្ចឹងគេសម្រាប់នេះត្រូវ time s បាទអញ្ចឹងពីមុខ y ជា consonant អញ្ចឹងគេ change y time i e s នេះតែនេះចឹងហើយបានជាចម្លើយ C នេះត្រូវបាទលំហាត់លេខ9គឺយើងមាន signal word មួយតែនៅប្រធានលំហាត់គឺ every day I something to work every day at night បើយើងឃើញ every day ឡើយនេះគេដក clear អត់កុំឲ្យច្រឡំគ្នា every day ដក clear អញ្ចឹងវាជា adverb វា modify a verb មួយបាទ verb មួយនេះអូខេអញ្ចឹង verb នឹងដែរគេ every day ជា signal word មួយបាទវាជា keyword នៅក្នុងប្រធានលំហាត់ហ្នឹងរបស់ present simple ដែលយើងនិយាយពីសកម្មភាព permanent សកម្មភាពអចិន្ត្រៃយ៍អញ្ចឹងចម្លើយគឺចម្លើយ A អញ្ចឹងវា modify ឲ្យ go នេះថាសកម្មភាពហ្នឹងកើតរាល់ថ្ងៃកើតជាប្រចាំអញ្ចឹងណាអញ្ចឹងយើងអាចយកចម្លើយ B បានទេចម្លើយ B ទម្រង់ be going to តតែសកម្មភាពហ្នឹងគឺហៀបនឹងកើតឬក៏ជាគម្រោងនេះបើសិនជាយើងនិយាយថា I'm going to work ហើយអត់ដាក់ every day អូខេអាហ្នឹងមានថាខ្ញុំចេញទៅធ្វើការឡើយបាទហើយយើងអាចយកចម្លើយ C បានទេអត់មានទម្រង់ subject verb ing ទេចម្លើយ D ក៏អត់បានដែរអានេះ verb free របស់ go verb free តទៅនៅក្នុងរូបរាងនេះ perfect ឬក៏ passive មកគេប្រើបាទលំហាត់លេខ10គេដាក់ what are you going to បាទនេះអានេះទម្រង់ be going to នេះអូខេវាជាទម្រង់អញ្ចឹង be going to ក្រោយវា verb គេគឺ verb ដើម verb base form ឬក៏ verb infinitive អញ្ចឹង verb ដើមរបស់យើងមួយណាគឺមានចម្លើយ A tell ហើយនឹងចម្លើយ C say អានេះចម្លើយ B នេះគឺខុសហើយមិនមែន verb ដើមទេ told គឺ verb past ឬក៏ verb 3 របស់ tell saying គឺ verb ing អត់មានដែរអញ្ចឹងសួរថាកន្លែងនេះយកចម្លើយ A ឬក៏ចម្លើយ C បាទអញ្ចឹងយើងអាចយកចម្លើយ A បានទេចម្លើយ A តតែនៅក្នុង structure របស់វាគឺ tell somebody to do something អញ្ចឹងបាទយើងអាចនិយាយថា what are you going to tell you អូខេហើយអញ្ចឹងអាហ្នឹងបានយើងប្រើ tell បានអញ្ចឹងប្រកាសជាចម្លើយ C ហើយ say គឺ say something អូខេ what are you going to say អូខេណែឯងនឹងនិយាយអីគេឃើញអត់បាទអូខេហ្នឹងហើយអញ្ចឹងលំហាត់ហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាទអរគុណ